សូមជម្រាបសួរកូនៗទាំងអស់គ្នាជាទីស្រឡាញ់ថ្ងៃនេះកូនៗសុខសប្បាយជាទេទាំងអស់គ្នាណាឃើញថាសុខសប្បាយទេបាទអញ្ចឹងលោកគ្រូសូមបន្តមេរៀនទៀតតកតងនឹងមេរៀនភាសាខ្មែរថ្នាក់ទី4មេរៀនទី10ដែលមានចំណងជើងថារឿងកញ្ជ្រោងនិងមាន់ចាយអញ្ចឹងកូនចូលអានតាមលោកគ្រូទាំងអស់គ្នាណាឥឡូវហ្នឹងយើងអានចំណងជើងសិនបាទរឿងកញ្ជ្រោងនិងមាន់ចាយចូលអានអត្ថបទរួចឆ្លើយនឹងសំណួរកូនបាទអញ្ចឹងកូនមើលរូបភាពនេះណាមាន់ចាយនៅលើដើមឈើកញ្ជ្រោងនៅក្រោមបាទអញ្ចឹងយើងចាប់ផ្ដើមចូលអានមេរៀនយើងបាទមានកញ្ជ្រោងមួយដើរទៅឃើញមាន់ចាយទុំលើប្រកៀបឈើវាចង់ស៊ីមាន់ចាយទើបនិយាយជាឧបាយកលទៅកាន់មាន់ចាយថាណែមាន់ចាយសម្លាញ់អើយព្រះឥន្ទទ្រង់ត្រាស់ប្រើខ្ញុំឲ្យកាន់អាជ្ញាមកប្រកាសប្រាប់បណ្ដាមិត្តដែលធ្លាប់ចងពៀសត្រូវនឹងគ្នាឲ្យរាប់អានគ្នាពីថ្ងៃនេះទៅដូច្នេះយើងជាសម្លាញ់នឹងគ្នាចាប់ពេលនេះទៅចូលអ្នកចុះមកឲ្យខ្ញុំថើបបន្តិចមកឯមាន់ចាយមានប្រាជ្ញាវាងវៃក៏តបភ្លាមលោកគ្រូសុំអស់ទៅមកបន្តិចបាទបងកញ្ជ្រោងអើយខ្ញុំចង់ទៅទទួលសេចក្តីស្និទ្ធស្នាលនឹងបងដែរតែខ្ញុំមកជាមួយបងឆ្កែគាត់ទៅរកស៊ីទីព្រៃពុំបាត់តន់មកដល់យើងចាំជួបជុំគ្នាទាំង3នាក់ទាំង3ប្រាណនឹងបានក្រសោបអោបគ្នាតាមក្តីស្និទ្ធស្នាលតែម្ដងមាន់ចាយនិយាយចប់ហើយបែរធ្វើបែរសម្លឹងរកមើលឆ្កែហើយស្រែកថាអឺបងសុខនអញ្ជើញមកហើយឆាប់ចូលមកបងកញ្ជ្រោងគាត់មករង់ចាំបងឯកញ្ជ្រោងឮថាឆ្កែមកក៏ផិតភ័យព្រោះខ្លួនខ្លាចឆ្កែខាំស៊ីទើបម្នីម្នារត់ចេញពីទីនោះចូលទៅព្រៃមាន់ចែរឹតតែបង្អៅបងកញ្ជ្រោងកុំអាទៅណាបងសុខនមកដល់ហើយឯកញ្ជ្រោងក៏ឆ្លើយអញ្ញាក្តៅណាស់នៅមិនបានទេថាហើយកញ្ជ្រោងរត់ចូលព្រៃទៅមាន់ចែក៏ស្រែកឡឲ្យកញ្ជ្រោងចោលម្សៀតចេះមកពោលពាក្យថាកាន់ព្រះរាជអាជ្ញាមកប្រកាសឲ្យសត្វជាសត្រូវនឹងគ្នាជានានឹងគ្នាតែឯងនឹងអញចោះបងឆ្កែនឹងឯងត្រឡប់ជាមិនសាមគ្គីវិញនរណាជឿបានពាក្យមិនទូទៅយ៉ាងនេះបាទឃើញថាអត្ថបទយើងបានបញ្ចប់ទៅត្រឹមនេះហើយកូនណាបាទកូនអានអក្សរតិចនេះផងណាដកស្រង់ពីកម្រងរឿងនិទានថ្នាក់ទី2បោះពុម្ពឆ្នាំ1986ចឹងឃើញថារឿងកញ្ជ្រោងនិងមាន់ចាយរបស់យើងអត្ថបទហ្នឹងបានបញ្ចប់ទៅត្រឹមហ្នឹងហើយចឹងយើងចាប់ផ្ដើមចូលដល់សំណួរនិងចម្លើយយើងកូនណាសំណួរ1ក្នុងរឿងនេះមានតួអង្គអ្វីខ្លះ2តើកញ្ជ្រោងឃើញមាន់ចាយនៅឯណា3កញ្ជ្រោងនិយាយដូចម្ដេចខ្លះទៅកាន់មាន់ចាយ4តើមាន់ចាយជឿតាមការប្រកាសរបស់កញ្ជ្រោងដែរឬទេព្រោះអ្វី5ហេតុអ្វីបានជាកញ្ជ្រោងរត់ចូលព្រៃបាត់6តើរឿងនេះកើតនៅពេលណានៅកន្លែងណាចឹងកូននេះចម្លើយណាក្នុងរឿងនេះមានតួអង្គកញ្ជ្រោងនិងមាន់ចាយបាទកញ្ជ្រោងឃើញមាន់ចាយទុំលើប្រកៀបឈើចម្លើយទី3កញ្ជ្រោងនិយាយទៅកាន់មាន់ចាយថាណែមាន់ចាយសម្លាញ់អើយព្រះឥន្ទទ្រង់ត្រាស់ប្រើឲ្យខ្ញុំកាន់អញ្ញាមកប្រាប់បណ្ដាមិត្តដែលធ្លាប់ចងពៀសត្រូវនឹងគ្នាឲ្យរាប់អានគ្នាពីថ្ងៃនេះទៅដូច្នេះយើងជាសម្លាញ់នឹងគ្នាចាប់ពីពេលនេះទៅចូលអ្នកចុះមក
ឲ្យខ្ញុំថើបបន្តិចមកចម្លើយទី4មាន់ចាមិនជឿតាមការប្រកាសរបស់កញ្ជ្រោងទេព្រោះគេជាមាន់ដែលមានប្រាជ្ញាវាងវៃចម្លើយទី5កូនៗណាបានជាកញ្ជ្រោងរត់ចូលព្រៃព្រោះគេចាញ់បោកមាន់ចាដែលស្រែកហៅសខនឲ្យមកជួបកញ្ជ្រោងខ្លាចឆ្កែខាំស៊ីទើបរត់ចូលព្រៃបាទចម្លើយទី6កូនៗណាបាទរឿងនេះកើតឡើងនៅពេលវេលាមួយដែលកញ្ជ្រោងជួបជាមួយមាន់ចែទីកន្លែងនៅនឹងដើមឈើមួយបាទកូនៗចឹងយើងចូលដល់លំហាត់យើងក្រោយពីអានរឿងនេះចប់ចូលអ្នកបង្ហាញចម្លើយមួយដែលសមស្របជាតម្លៃអប់រំរបស់រឿងនិទាននេះទី1ចូលចេះប្រើឧបាយកលដើម្បីបោកប្រាស់អ្នកទុនខ្សោយជាងល្អអត់កូនអត់ល្អទេណាអត់ត្រឹមត្រូវទេទី2ត្រូវប្រមូលកម្លាំងដើម្បីកម្ចាត់សត្រូវដែលខ្លាំងជាងល្អអត់កូនអាចត្រូវដែរប៉ុន្តែមិនតាន់ត្រូវនឹងអ្វីដែលយើងចង់មេរៀនយើងទេកូនណាទី3ត្រូវប្រើប្រាជ្ញាទប់ទល់ចំពោះឧបាយកលសត្រូវដែលខ្លាំងជាងបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវហ្នឹងគឺចម្លើយទី3បាទកូនឃើញតាមេរៀនយើងបានបញ្ចប់ទៅត្រឹមនេះហើយទាំងសំណួរនិងចម្លើយបើចឹងជាចុងបញ្ចប់នេះលោកគ្រូសនំពរកូនកុំភ្លេចអានមេរៀនរបស់យើងឲ្យបានពីចប់ដើម្បីស្ទាត់ក្នុងការអាននិងយើងមើលដាច់អក្សរមួយចឹងយើងងាយចងចាំដើម្បីស្រួលក្នុងការសរសេរពាក្យមួយឲ្យបានត្រឹមត្រូវបាទជាចុងបញ្ចប់លោកគ្រូសូមជូនពរកូនឲ្យទទួលបានតែសុខភាពល្អនិងជោគជ័យគ្រប់ការងារគ្រប់ការសិក្សាទាំងអស់គ្នាបាទលោកគ្រូសូមអរគុណនិងសូមជម្រាបលា